សម្រងរបស់ដាក់រៃគាត់អាចឆ្នៃយកបាស៊ីទៅលេងរ៉ូម៉ានទី1គាត់អាចលេងជាមួយនឹងគីមីទី2គាត់អាចជួយ speed farm ទៅលើ jungler បើសិនជា jungler ជា assassin គាត់អាចជួយក៏ដូចជាពន្លឿនទៅឲ្យ jungler របស់ខាងគ្នាគាត់ដើម្បី farm jungler បានលឿនបាទកុំភ្លេចថា hero របស់ខាង Valhalla បច្ចុប្បន្ន3 hero និងការ ban មួយនេះគឺអត់ទាន់មាន hero ចាប់ជាមួយនឹង Joy ទេ Joy អាចនឹង last pick 2 slot ពីដាក់ក្រៃក៏ថាបានដែរព្រោះដូចបានក្បីអញ្ចឹងបើវាអាចជា jungler ហើយ hero គេទទួលស្គាល់វាមាន front line មាន back line 2តែចយចូលដល់ទាំងអស់ហើយអត់មាន hero ដែល counter ចយទេបាទអញ្ចឹងគួរតែប្រយ័ត្នប្រយែងទៅលើចយរបស់ Dark Side ដែរព្រោះយើងដឹងហើយ Dark Side ជា player ដែល aggressive ខ្លាំង farm លឿនវាយ back line អីតែល្មមភ្លេចគាត់អីដឹងហើយបាទមកលឿនដូចអាម៉េចហើយសូមបន្ថែមតិចចយវាល្អដែរពេលដែលចូលទៅដល់ក្តារអុកវេទមន្តព្រោះដោយសារក្តារអុកវេទមន្តចយវាអត់ខ្លាចទេទៅលើ slow effect slow effect គឺវា immune ទៅលើ slow effect អញ្ចឹងគឺវាងាយស្រួលក្នុងការចូលក្តារអុកវេទមន្តចឹងកលា topping មួយនេះ last pick last band ចុងក្រោយអាចនឹងជា Hayabusa ដែរឬទេបើសិនជាអត់ band បាទឡាអាចនឹង pick slot ទី4យកបាទHaya វាល្អដែរជាមួយនឹងការ pick up early game នៅក្នុង mid ព្រោះដោយសារបាទហើយគាត់មានជាមួយនឹងប្រភេទ hero ដែលផោកឈាមនៅលើ lane អញ្ចឹងវា YBE វាដៃឆ្ងាយដែរអញ្ចឹងវាងាយស្រួលនៅក្នុងការផោកឈាមក៏ដូចជា pick up kill នៅ early game ដើម្បីជួយឲ្យ Haya វាមាន goal ទៅដល់កាយបាទសុខចិត្តឲ្យលេង assassin អត់ឲ្យលេង tank jungler ទេបាទពីដូចខ្ញុំនិយាយចឹងjungler មិនមែនជា key player ដែលយើងត្រូវមើល jungler គឺឆ្មាគាត់យកមកដើម្បី control objective និងជា hero bait អញ្ចឹងបើសិនជាទុក assassinជាជាងទុក tank fighter ព្រមសមានអាកៃរបស់ឆ្មាក៏ល្អដែរអញ្ចឹងបើសិនចង់លេង tank jungler អូខេ software train ប៉ុន្តែបើស្រីនេះអាចនឹងឆ្លៃទៅលេង jungler គេយកកាតូនមកមួយទៀតនៅទៅចូលផ្ទះក៏បានបើអញ្ចឹងយ៉ាប់វិញហ្នឹងហើយយ៉ាប់បើលេង assassin ដូចអាហ្នឹងអូខេមានភាគរយមាន balance game balance track នេះបើស្រី jungler កាតូនរងមើល let's go អូវ៉ែបាច់ចាំបាច់កាតូនក៏បាននេះសក់ក្រកបើស្រីហុយទៅ jungle ទៅវាមានវាមានជាមួយនឹង skill ងាយស្រួលនៅក្នុងការ farm jungle ជាង Fedrin ទី1ទី2វាក៏អាច control objective បានដូចគ្នាមួយទៀតការប៉ັດទៅបើយើងមើលតារាពី Dark Ride មួយនេះបើសិនជា Dark Ride គាត់ចង់យក silent ជា EXP មួយទៀតហើយយក Jason Sin Jungler Esme Golan ក៏ល្អបំផុត Esme counter ទាំងអស់3 hero ដែល YBE Uranus Fredrin សិតតែ Esme វាយបានទាំង Granger មិនស្រួលបាញ់ទៅលើ Esme ប្រហែលទេហ្នឹងហើយបាទអញ្ចឹង Esme Golan ក៏អាចនឹងចេញមកពី Dark Ride ដូចគ្នាព្រោះបច្ចុប្បន្ន Esme នៅក្នុង meta នេះគេច្រើនគេយកទៅ Golan បាទអញ្ចឹងគេកាត់តា Rome កាត់ទៅឬក៏ក្រកបាទមកក្រកបោកញ៉ែកាត់ទៅ last pick មិនគិតច្រើនអត់ឲ្យនិយាយទៅអត់ឲ្យ Fredrin នេះធំឯនៅក្នុង team fight គឺគេអត់ឲ្យ Fredrin ធំនៅពេល control objective ព្រោះមាន Baxia កាត់ឈាមផងបុកវាយផងមាន Lapu Noob damage early មានក្រកបុកហើបជើងទៀតមកឆ្ងាញ់យកហ្មងទៅការបុកទៅលើ Fredrin នៅក្នុង early កាត់ទៅព្រោះសារធីមទាំងសងខាងនិយាយរួមទៅបើចង់លេងតែគេ junglerសិតតែមានប្រភេទ hero make ដែលលេងជាមួយនឹងកាតូនបានវាយទាំង YBE ទាំង Kimi ឃើញអត់អញ្ចឹងវាពី hero ហ្នឹងវាជម្រើសល្អបំផុតហើយក្រុមឲ្យមួយកាតូនយកគ្នាម្នាក់មួយតិចឆ្នៃទៅចេញឈូណានោះវិញលើខ្ញុំគិតថាកាតូនជម្រើសល្អព្រោះសារទៅបានដាក់ map លេងឈូបើក map តើមានចាប់គេណាឈូនេះអត់ស្រួលលេងហ្មងបើសិនជា Kimi នឹងនេះយក Purify អត់មាន hero ចាប់សោះហ្មងទាំងមួយក្រកហ្នឹងហើយទាំងមួយក្រកចង់ចូលទៅ Moscow គេ Purify ចូល Kimi Purify ចូលមកល្មមគេបុកវាយទៅឈូមែនថាឈូមែនអត់ស្រួលលេងទេទទួលស្គាល់លេងបាន map មាន map អវ៉ាន់នេះលេងក៏ប៉ុន្តែបើយើងមើលទៅអ្វីដែលគួរតែចាប់គេបានដល់ back line គឺអត់មានទេបាទអត់មានទេហើយក្រកជាធម្មតាមិនខ្លាចឈូក្រកឥឡូវ Immune គេចាំសែវតាដៃហ្នឹងកុំវាយចោលហ្នឹង Immune រត់ឈូជាងអញ្ចឹងគឺបើសិនកាតូនវាល្អដែរព្រោះដោយសារ hero យើង front line 2អញ្ចឹងកាតូនចាំ load back up ពេលដែល team fight នៅក្នុង total ល្អឬក៏ចាំ combo មួយ YBE តាអីព្រោះដោយសារគាត់ចង់យកឈ្មោះមកដើម្បីការ control តាមលេងតនហ្នឹងណាព្រោះគេក្រក់បាត់ចាហ្នឹងហើយ Kimi ទៀតចាំ over Fredrin បីគាត់ចង់និយាយហ្នឹងហើយចាំ over បាទឥឡូវចាំមើលឈូពី secret របស់គាត់ល្អដែរមែនវ៉ាន់នេះគ្រាន់តែថាបើយើងមើលទៅ hero គាត់អីគាត់បានចាប់គេបន្តិចបាទតែ signature គាត់មានអ្វីដែលគាត់ screen មកដល់បន្ទូឲ្យបានដកមកអញ្ចឹងចាំសាមិញតែសាទូចាប់បានរ៉ាបាត់ជើង clicker ណាមួយជើងចុងក្រោយប្រាយវាយបាទចាប់បានវាយពីបាត់ក្តៅបន្តបាទតែជា hero គាត់ប្រកបបងគាត់ហើយណាមើលថាគាត់គិតថាបើយើងយក hero ដើរយឺតបានលេង map គេ early game បើ early game គេ control map បាត់បង់ objective
clip អីដូចសាច់ចាំងកន្លែងណាnóវាពិបាកឲ្យចាំងកន្លែងបាក់លេង តែហ្គេមនេះមិនឈូក្លុកក៏ដែរក្លុកឈូគឺថាក្លុកវាពេកវាទី1វាអាចខ្វះ clear lane បានទី2ទី2វាអាចចូលទៅក្លុកទៅលើចាំងក៏ដូចជាយក map ទៅឲ្យគ្នាគាត់ដូចគ្នាឈូវាអាចលេងបានដូចគ្នាប៉ុន្តែគាត់តែឈូជាមួយនឹងក្លុកនេះដែរតាដល់ខូចពី2ដែរបើយើងមើលទៅ10 hero នេះគឺស្មើសាច់គ្នាមែនទេទទួលស្គាល់Granger មករត់ទុកវានៅនេះហ្គេមតែជាមួយ Monster វាទៅដល់ Late Game ហើយតែយ៉ាងណាមិញបើយើងប្រៀបធៀប4 hero ទៀតដែលគាត់លេងនៅក្នុង Objective ខទី1ខទី2គឺដល់ដូចគ្នាស្មើសាច់ហ្មងស្មើអត់ឃើញអ្នកណាតែជាងអ្នកណាព្រោះបាសៀ Fred Terrain អូខេបាសៀរៀងតែជាងតិចតែ 5E គេមានក្តារអុកមានពុះគេតែជាងតិចវិញហើយដល់ពុះយូរនៅគេមាន damage មាន annoy អីល្អដូចគ្នាបាទល្អដូចគ្នាបើយើងនិយាយទៅលើ Golan comparing Golan Granger វាល្អជាង Monster នៅក្នុង early ហើយវាល្អជាងនៅក្នុង team fight ពេល early គឺ ប៉ុន្តែបើយើងនិយាយទៅលើការផ្ទុះវិញ Monster វាតែជា Granger វិញទៀត Late Game ក៏វាតែជាងបាទបើយើងនិយាយទៅលើ power spike នៅក្នុង draft មួយនេះដែល Rome យើងដឹងស្រាប់ហើយឈូអូខេអញ្ចឹងឈូគឺវាអាចងាយស្រួលនៅក្នុងការ pick up ឲ្យ Granger លេងអញ្ចឹងទៅបាទចាំយើងបានទៅខខគាត់ទៅ orange ទីក្រិតបាទដាច់ចកេះអញ្ចឹង early ដាច់ចកេះអញ្ចឹងបាទយើងម៉ែគេអត់ដឹងទេម៉ែអត់ដឹងទេគេបាទវាបាក់និយាយដែរបាទព្រោះឥឡូវទៅលួច map គេដឹងដូចគ្នាកូចបាត់ជាងមួយព្រាមគេលេចមើល envelope បាល់ណា blessing ទីនេះដល់ passport blur ធម្មតានេះ Prime God យកមួយ Swift ទាំងអស់អូឆ្មាយក defense shot ព្រោះគាត់ដឹងថា hero គេបូកគាត់ early hero ពី Dark Knight យកមកគឺបូកទៅលើ Fred Terrain នៅក្នុង early objective ទី1យកតិចគាត់នៅតែយក weakness finder ទៅដែរតែ hero អត់មានតែគាត់ឆ្មាគាត់លេង emblem ធំគាត់ហ្នឹងគឺគាត់លេង insurance នេះវាមាន 4% នៅក្នុងពេលដែលចាក់រីវាមាន 4% នៃ insurance ហ្នឹងគឺល្អដែរសម្រាប់ Fred Terrain របស់ឆ្មាបាទអញ្ចឹងយើងចាំមើលការរក objective យកមិនដែរព្រាម secret ដើរចូលមកបើក map ធម្មតាដូចគ្នាដើរយកមក out level ហ្នឹងណាបាទបើជឿឥឡូវឡើងថ្លៃ720តែ Vincent ពាក់យកហ្មងឥឡូវសឹងតាចេះអញនិយាយបានថាដូចប្រភេទ hero អំដូច Granger ដូចអីឥឡូវហ្នឹងគឺគេសឹងតានេះហ្មងគេអត់ពាក់បិជើងអូនេះពាក់អានស្រ័យយកហ្មងបាទអញ្ចឹងកុំភ្លេចឡើយអ្នកគ្នាជាមួយនឹង sponsor របស់យើងគឺទូរស័ព្ទដៃ Infinix Note 50 series អូយនិយាយទូរស័ព្ទប្រយ័ត្ន Team Fight បុកយកដល់ជួយការបាញ់ព្រីយកដល់ Africa បានហើយជាមួយនឹង Secret ពីការដកថយមកមួយសិនដូចគ្នាប៉ុន្តែមានការបាញ់ភោគជាធម្មតាណាចានៅក្នុងស្ថានភាពបាញ់ទ្រូស្មាជាក្នុងការពារ damage ឲ្យប៉ុន្តែកលេចទៅមើលថតមានការ spawn អាចនឹងប៉ះទៅថតដូចគ្នាលេមនៅខាងលើបូមរៀងធ្ងន់កតិចជាមួយនឹង head ដូចគ្នាអីយ៉ាកាប់វិញយ៉ាស្រីចាស់ស្រីចាស់ប៊ុំស្រីចាស់ដូចគ្នាដែរពីណាហ្នឹងចាស់ភាសាដូចគ្នា EP តែគាត់ប៊ុំចាស់ជាងណាលេមប៉ាថត secret มันអាចគោឲ្យអ្វីបានគ្រប់យ៉ាងដូចគ្នា retreat ដើរចេញយកតែពី dark side លេមចង់បុកវាយប៉ុន្តែមានការដកថយមកវិញជាមួយនឹងការ farm object គឺធម្មតាបាទដោយសារតើ dark side គេភោគនៅ midland ធ្វើឲ្យ YVE ក៏ដូចជា secret call ហើយណាចាបានល្បី3ដូចគ្នាអញ្ចឹងហើយជាថតនេះគឺថតទី1គឺជាថតរបស់ dark side យកតែម្ដងអូយចង់គប់យកឆ្មាឆ្កឹះបន្តិចក៏មិញបើចំអាចភាគរយបានយ៉ាព្រោះក្រែមគាត់ដើរបាក់ម៉ែមកឆ្ងាញ់ណាស់ក្រែមគាត់ក្លុកម៉េតនេះណាដល់ម៉ោងនេះណាគេកែភាសាហ្វៃធំបាទទទួលស្គាល់ពាក់អញ្ចឹងគាត់ចំណេញលុះត្រាតែគាត់បានភីកអស់តែបើសិនអត់បានភៀលទេគឺ Hunter Strike ចំណេញពេញព្រោះវាមាន moving speed វាមាន damage ដូចគ្នាវាស្រួល farm ជាង Sky Super ណាបាទអញ្ចឹងតើហ្គេមនេះតើត្រូវធ្វើមិន secret high map ឲ្យ soul លេងរហូតទី1ទី2គាត់ត្រូវតែធ្វើមិនលេង fast clear rotate clear 2 lane ឬក៏ទៅ team fight ឲ្យបានមកដើម្បីទៅយក kill បាទសម័យហ្នឹងធ្វើអញ្ចឹងទីក្រិតបាក់ម៉ែបាន3នាទីតាមល្បែ3ឡើយទេតាមទូ4បាទវាមានការពោកតែគ្រូក្រាមក៏វ៉ែ5វ៉ែ5តែសាបានសថជួយឃ្លាមមីតអីអញ្ចឹងណាណាមួយបានក្លុកទៅអើតចឹងក៏គេហ៎បានល្បែតាមហ្នឹងបាទពីធីមនេះគេចោះនេះដែរគេសន្ធិសញ្ញាសន្ធិសញ្ញាមិនឃើញក្រាមក៏ធ្វើអីបោះវល់កាក់មីនៀនបិទមីនៀនតែ pressure មីនៀនមិនចេញព្រោះដោយសារ YVE ជាប្រភេទ hero មួយចេញដែរគាត់ត្រូវលីងបាទវិនសិននេះសង្ស័យរៀនពី Cat God ច្រើនមើលទៅរីត្រីបុកវាយយកចាក់ធួនបោះវល់បុកអាទីចុះពីរត់ដូចគ្នាមកដៃជួយការបាញ់អត់បានព្រាមជាមួយនឹងឆ្មាសល់ជាម្ដាយដកថយប៉ុន្តែមានការបើកក្រៅវិញទៅមុន back up បោះវាយទៅគ្នាមកដៃ Vincent ចូលមកគប់ free first blood ទៅលើ secret ណាចាអាចនឹងដកថយបានទេព្រាមជាមួយនឹងគាត់នៅសល់ spare flicker ដូចគ្នាវាយណាចាក៏មិនដាច់ដូចគ្នាបងដែរព្រាមការដេញភោគបុកវាយអស់ flicker បាទក៏អត់ចំណាយ clicker ផងមិញដោយសារគេមាន stick spray បាញ់ឲ្យ Sky Super បរិយបាទគេមាន Sky Super ទី1ដែរណាពី stick
យ៉ាងណាមិញដូចបាននិយាយជាមួយនឹង hero របស់ខាង Dark នេះគឺគេយកមកបញ្ញុកទៅលើ Fredrin យកតែម្ដងជាក់ស្ដែងយើងឃើញមិញ Team Farm មានលាពូណាតែគេអាចពុកបានដោយសារ3 ultimate របស់គេកាត់ឈាមផងបុកហៅជើងផងគេមានបាញ់ជាប់ជើងផងបាទធ្វើឲ្យប្របាក់ដែរ Retry ល្បែង7ទល់ល្បែង6 knock up 1ពង Retry ឆ្មាអូយ not bad ប៉ុន្តែ Secret អាចនឹងធន់កកដូចគ្នាដែរមកដៃចុងក្រោយបាត់បង់ជាមួយនឹង Secret ដូចគ្នាខ្ញុំយកទៅខាងលើគ្នា Cram God មិញឲ្យ Secret លេងស្រួលណាឲ្យគាត់ឲ្យ Secret លេងស្រួលពេកណាមួយប្របាក់បន្ទោះគាត់ដែរដោយសារ Cram God គាត់មាន ulti គាត់មានតែមកវាយប៉ាងទេវាយប៉ាងរបស់គាត់ហ្នឹងគឺវាយគេឲ្យបានហើយអញ្ចឹងគាត់នៅគេឈ្មោះមកទៀតគឺប្រឡែងថតនឹងឲ្យគេគេដកបានឈូដកបានដែរទី2តែមានអារម្មណ៍ថាធ្វើឲ្យ Thumb Sky Fisher ឥឡូវនោះពីម្សិលមិញគឺវហាឡាធ្វើជោគជ័យឥឡូវថ្ងៃនេះមានអារម្មណ៍ដាក់ក្រៃគេដាក់គេមានលេងជោគជ័យដែរប្របាក់ហែកគេដូចបាននិយាយនៅពេលដែល Pick ឈូមកគឺប្របាក់ហែកគេហ្គេមនេះប្របាក់នឹងញ៉ាក់គេបាទមានតែ map លេងតែធ្វើអីគេចេញវាណាមួយបើនិយាយពី head មួយ boom គឺល្អដូចគ្នាយ៉ាងនេះ objective មិនអត់មានមូលហេតុដោយសារតា boom កាក់វាយលើយូរនៅឲ្យចាញ់និយាយទៅវាយគ្នាមួយស្មើមកសុខចិត្តវាយមួយស្មើមកដល់ទៅបាទ តែមានអារម្មណ៍ថា game នេះ Cram God ក្លុកមិញបុកអល់ទីចោលបាទហ្នឹងហើយនឹងលាពូអត់ចាញ់ទៅថលគេថាលាពូអត់ចាញ់យ៉ាងខាតក៏ចង់ cancel តែម៉េចបុកប្រើណាមួយមិញគាត់គិតថាមិញស៊ីចកេះហ៎ខ្លាច Secret តតគាត់បុកចោលណាមួយអល់ទីក្រុមក៏មិនយូរឯណាបាទណាមួយ objective ទី3កើតមកយូរដែរបាទតែ game ដូចបាននិយាយអញ្ចឹងគឺគេចុះសន្ធិសញ្ញាអត់វាយគ្នាសន្ធិសញ្ញាតែឆ្មាតាមល្បែងតណាវា8ដូចណាបាទសាបានមកនេះមិញតែការប៉ាត់បើយើងកលេចទៅមើលឆ្មាការ retreat របស់គាត់មិនសមមិញក៏ល្អដែរឆ្មា retreat ល្អណា retreat ប៉ាំងបានដែរណាឆ្មាអិចមកបាសែនគេរងថាគាត់បាក់ឈីម៉ាប្រូដឹងបាត់កឡើយឈីម៉ាបាទមានអារម្មណ៍ថាគាត់គ្រាន់ចង់សួរឲ្យ soul farm សិនណាព្រោះសារឥឡូវគឺដោយសារគាត់ចង់បាក់ map គឺបាក់ map ព្រោះពីអស់ឥឡូវគឺពិបាកព្រោះណាមួយ map នេះ map dangerous crash ផងណាមួយបើយើងមើលទៅដូចបាននិយាយគាត់ចង់លេងរបៀបពី mid game ទៅ late game ដោយសារ 100% power spike របស់ Vala គឺគាត់នៅ mid game របស់គាត់បាទ mid game គាត់មាន YP ផូគាត់មាន Ranger ផូអញ្ចឹង team fight early ក៏អត់សូវចង់វាយគេប្រហែលទេបាទចាក់ស្ដែង5ស្មើ5-4ណាភ្លាមយ៉ាងមិនដែរបូមក៏ដូចជាមកជើងទាត់ជាមួយនឹង stick ចេញដូចគ្នាមកដែរបើកក្រោមវិញមុន stick បាញ់ ultimate ចាប់ secret នៅខាងក្រៅនេះគ្នាវាយមនុស្សយកតែម្ដងបូមដកថយតពេលវេលាដកថយរំមើដកថយដូចគ្នាមកដែរជាមួយនឹង head មានការដេញតាមវាយទៅលើបូមអត់ស្គីអត់ឈាមពីតែភ្លាមនៅខាងក្រៅមក scan របស់ Vincent ពុក ultimate ចូលមកជាមួយនឹង SOD ដូចគ្នាមកដែរអាចចូលទៅថតបានដែរទេពីត្រីពីឆ្មាពុក ultimate មកជួយមិនទាន់នោះទេក្រាមគាត់ឲ្យនឹងគ្រូថាចាប់គួចគឺមួយដាច់មកតែប៉ុន្តែភ្លាម head អត់ទាន់ដាច់នោះទេជួយគាត់ខ្សែគាត់បាត់បង់ជាមួយនឹង dark side ដូចគ្នាចាំបាត់បើសិនជាអាចមិញដាក់ដៃគាត់គួរតែ shot call គ្នាគាត់ដោយសារតែ Vincent កំពុង farm ចំណេញហើយទី1ទី2ថតថនឹងអាចឲ្យគេបានព្រោះគាត់ ultimate សំខាន់បាត់ហើយ boom គីឡូដូចគ្នាអញ្ចឹងបើសិនជាគាត់ trade ជាមួយនឹង trade មួយនេះអាចបាត់បង់គ្នាទៀតដកមកបាន Vincent farm បានចំណេញសម្រាប់គាត់ចំណេញសម្រាប់គាត់បាទឥឡូវខាតទាំង kill ខាតទាំង burst ខាតទាំង total ទៀតចំណេញ stack sky គឺសើ20 stack total បាត់ហើយបាទ shot call វាយមីនេះខ្ញុំគិតថាអត់ត្រឹមត្រូវសោះពីដាក់ក្រៃបាទណាមួយ boom អស់ skill អស់ឈ្មោះបុកមួយដៃបើដូចគ្នាជាមួយការ knock back វាមាន Vincent នៅលើអាចនឹងធ្ងន់កបើសិននៅតុបប៉ុនអាចធ្ងន់ចុច conceal មួយគប់ stand ជាប់អញ្ចឹងដូចគ្នាវាយ head មិនឈឺ head ឈរគប់យកតែម្ដង bot wall មួយលោតកាប់ពី boom fast skill បើកដៅវិញទៅមុនយកតែម្ដងជាមួយការចាំ3តង់ប៉ុន្តែលោតមក pick up kill ដូចគ្នាមកដែរពី fall carry spray head អាចគ្រោះថ្នាក់ដូចគ្នា head ផ្ដោតជាម្ដាយបាត់ដៃចាប់បានបាក់កកបាត់ហើយអូយហេតុតានម៉ែអើយដោមកស្មាដល់ដោយសារមកស្កូវគាត់អត់ចង់ចេញ demon ចឹងហើយបាទគាត់ទីមមាន demon មួយបាញ់ឡើង stack កាប់សេរីបាទ first item របស់ Cram ក៏គាត់យក AC ដើម្បីទប់ damage របស់ Soul បាទតែតិចទៀតណាចាផុកឈឺណាតែ Soul ឥឡូវមាន30 stake Sky Piercer ណា strat នេះទៅជោគជ័យ Niger B ជោគជ័យទេគាត់ដោយគាត់ team fight ពី team ហ្នឹងមិនគាត់ពី team ហ្នឹងគាត់នឹង strike មិនឈឺណាមិញក្រក់ទប់អត់ជាប់ហ្នឹង damage មិនឈឺពេកមិនឈឺទេចុកឆាយមែនបាទជាមួយនឹងកញ្ចប់ MLBB របស់ Cell Card បាទពេជ្រទទួលបានរហូតដល់235ពេជ្រនិងលេង Mobile Legend តាមចិត្តផងដែរបាទចឹងដើម្បីជាប់គឺអ្នកនេះគ្រាន់តែចុច Sky 1686 Sky ពីត្រង់ជ្រូកត្រឹមតែ6តែបាទចឹង lot spawn ជាមួយនឹង lot ក៏មានការកើតមកដូចគ្នាអូយខ្ញុំចង់លេង5ស្មើនៅ boot Cell Card ដើម្បីយករង្វាន់ណាលេងសប្បាយៗមានដែរណាគាត់សហការគ្នាមួយចេញស៊ីមួយចេញទូរស័ព្ទ
លើយស្ដាច់មីស្នេហ៍ភ្លាមជាមួយនឹងឡតមានការបោកវាយយកតាមដងពីវ៉ាឡា Secret ជាជើងចូលទៅទួតយកតាមដងទៅលើ Dark Side តែភ្លាមមានការបោកអត់មែនឡតឆ្មាសិកជួយយកបានបាត់ហើយតែមានការកាប់3តបាត់បង់ជាមួយនឹងឆ្មាក្រៅវិញមុននៅការបន្តការបាត់គ្នាមកដែរ40 stake ស្កាយពីសដេញបាញ់ជាបន្តកាប់មួយឈូសថតដូចគ្នាប៉ុន្តែជួបវត្តមានរបស់ Head nok ថែមបន្តទៀតបាញ់រះយកតាមដងលើមុំបាត់បង់ជាមួយនឹងមុំដល់4ទៀតពីសូ ត្រែកទាំងលើត្រែកទាំងលើ បាញ់អាមកគ្រាប់មិញខុសឯណាសូល ហ្នឹងហើយ បាញ់ត្រូវមិញដាច់ ហ្នឹងហើយ ពួកគាត់50 stack ហ្នឹង យេតាមមួយឈាមគីមីតិច អូយសូលអាយ៉ាបាយស្រូបបើបោះគេ ហើយបើបាយស្រូប បាយស្រូបបាយទៀតណាបើល្អជាង ហេ ក្រាត់ហើយយក gameplay ល្អបានបាញ់មិញការកម្រទៅជា secret ក្នុងការតតទៅលើ dark side គឺគាត់ប្រញុកអត់ឲ្យចូល retribution តែប៉ុណ្ណោះតែមានអារម្មណ៍ថាទៅពេល dark side គាត់តលេងតែងចាំង color ហាក់ដីហេបីដូចជាមិនមែន dark side វិញ ហ្នឹងហើយ អត់ចេញនៃ100បន្ទូរបស់ dark side តែក្រែមមកហើយជាមួយនឹងការយកជើងណុកដែរទេភ្លាមមានការណុកហើយទេប៉ុន្តែលោតនៅតែបន្តការ clear យក thread នៅក្នុង mid lane បាត់បងបាត់ទៅហើយប៉ុន្តែយើងក៏លេចទៅមើល thread គឺ Vincent អូបានច្រើនដែរ combo អីការ៉ុតមួយមកទៅអត់ឃើញ អី head តាមពិតអូយ អាចជាការ shot call ពី Dark Knight ដែលខ្ញុំមើលឃើញហានេះកំណត់ខ្ញុំគិតថាគាត់ដោយសារការ shot call 2 ដងក៏អត់ព្យាយាមត្រេតតែគាត់ចង់ commit បាយពេលការពិត total មួយជារឿងមួយអាកន្លែង load មិញ Vincent បុកបាន2 turret ទៀតមិនបាច់ចូលសុខចិត្តឲ្យ load គេហ្មងព្រោះ turret silent យើងមិនតដាច់មួយណាហ្នឹងហើយបាទសិននៅ2 turret ទាំងអស់បើសិនជាឲ្យ load គេមួយយ៉ាមក load ទី1ក៏គេអាចយកឲ្យបានច្រើនទាំង Vincent hold ឲ្យ Vincent មានលុយសិនមក គាត់ផ្លិចទេថា Vincent ជា roulette game រងធ្វើការ item ច្រើនណាអត់ចង់ team 4 fight ហើយ team អីមកយូរនៅទៅ divine កន្លែង stick ហើយ head purify បោះវល់អូយ fire man tick បាទ មិញបើឲ្យ load ឲ្យចាំបោះក៏អត់យឺតពេលទេមិញ ហ្នឹងហើយ អត់អី តែបាក់ម៉ែដែរហ្នឹងគឺចិត្តគ្នា ទៅវិញទៅមក stick គាត់ចេញ divine កន្លែងដែរណា stick មាននិយាយទៅចេះ ខ្ញុំ ខ្ញុំមានអារម្មណ៍ថាប្រហែលជា dark knight គាត់គិតថា stick មានហើយបានគាត់ប្រឹងវាយហ្នឹងខ្ញុំគិតថាអញ្ចឹងគាត់គិតថា damage របស់ stick មានហើយ sky fisher របស់ stick មាន30 stack ទៀតអញ្ចឹងតែគាត់គិតថា damage ប៉ុណ្ណឹងគឺអាចគ្រប់គ្រាន់ទោះជាមិនមានវត្តមានរបស់ Vincent ក៏ដោយតែធាតប៉ិតទេហាក់បីដូចជាហុចផលឲ្យ Valhalla ច្រើនតែពិតមានអារម្មណ៍ថាដូច អ្វីដែលខ្ញុំចាប់អារម្មណ៍មួយទៀតទៅលើ boom ហ្នឹងហើយ boom បច្ចុប្បន្នគឺគាត់ការ mindset របស់គាត់គឺគាត់បូកទៅលើ Fredrin បាទទាំងគាត់អត់ចាប់អារម្មណ៍ទៅលើ Vincent និង Naja ទេគាត់គួរណាស់តែ target lock ដូរ target lock ទៅ lock Naja ល្អព្រោះការធ្វើបែបនេះ early វាល្អសម្រាប់គាត់ក្នុងការបូក Fredrin តែពី mid game ទៅគាត់គួរតែបូកទៅលើ Granger ឬមួយក៏បាទ YBE ជាចំណុចល្អ ថា Granger យើង lock អត់ដល់ចុះ hero ប្រភេទដៃឆ្ងាយប៉ុន្តែបើសិនជាយើងក៏លេចទៅមើល Naja hero ពេលបើក្តារហ្នឹងតែមួយកន្លែង BOD BOD បាត់អូមិនបាច់ទៅយកអាវស្អីយកមកតុបទេលោកអើយ BOD ហើយមកទីក្រទៀតយើងកុំភ្លេចដែរសម្រាប់ពីការលេង Mobile Legends Bank គ្មានស្អីសប្បាយជាងប្រពូលគ្នាមកមើលកុនជុំគ្នានៅ Legend ទេមិនតាំងតែមានពោតផ្ទុះក៏ដូចជាភេសជ្ជៈឆ្ងាញ់អ្នកផ្សេងក៏អាចមកចាប់តុក្កតាលេងហ្នឹងហើយច្រើនមួយទៀតបើបកមកវិញណែកើថា Boom វាយ Smiland អត់ឲ្យ Head មកjoin team fight ទៅថលតែខ្ញុំមានអារម្មណ៍ថា Boom ខាត់យូរដែរណាមកបើឡាពូមកធ្ងន់មកឡាពូមកគូវាយបែក back line from line តិចទីមក early game តែគាត់អត់ជួយមានអារម្មណ៍ថារៀងខាត early បន្តិច Vincent មិន3អាធីមទេត្រូវ3អាធីមចិត្តចេញ4អាធីមហ្នឹងមួយទៀតដូចជាអាចនឹងយកអាចលេងមកកន្លែងនេះអូគប់ SOD ជួបើហ្នឹងឯងក៏មកហើយគុំយកទៅលើណាចានឹងធ្ងន់កោមានការលោតដេញតាវាយបុកវាយលោតពី3ឆ្មាសិកជួយយកបានជាមួយនឹងលោតដូចគ្នាមិនដែរមានការដេញគុំទៅលើ head យកទៅដល់អត់ឈឺតាន់ប៉ុន្តែបើប៊ូមលុកអ្នកទៅ back line 2 hero យកទៅដល់បាត់បង់ជាមួយនឹងប៊ូមប៉ុន្តែពជាពេលឲ្យគ្នាគាត់វាយអ្នកខាងក្រោយគឺល្អមែនតើហ្នឹងជាការសម្រេចចិត្តដ៏ត្រឹមត្រូវពី Boom មែនតើក៏ដូចជា Vincent ណាគាត់ខ្ញុំឃើញថា3អាធីមខ្ញុំគិតថា team fight នេះអាចវាយបានណាមួយ Vincent គាត់គប់ចង្កាក់មហាជីវិតរបស់គាត់ហ្នឹងក៏ចំទៀតបាទអញ្ចឹងឃើញបែបគាត់អាចនឹងវាយបានដូចគ្នាហើយ Boom ក៏ lock ទៅលើ soul ដកចេញពី soul ពី team fight ទទួលស្គាល់គាត់បាត់បង់ជីវិតឲ្យ Sky Super low stack man ក៏ប៉ុន្តែគាត់ដក soul ចេញពី team fight បាត់ឆឹងយកហ្មងឃើញអត់ដែលបីបាត់ soul ទេនេះអាចនិយាយថាវាយគ្នាជា finisher ប៉ុន្តែណាមិតក៏មានការវាយគ្នាដូចគ្នា lock clear បានដូចគ្នាពី Dark Knight ប៉ុន្តែ Dark Knight មុនក៏មានការឈួនបាក់អត់ទីអូយបាត់មហានេះតែមែន2 clear យកតែពី soul អើយបថោស្អីគេមិញ soul ចេញទៅនៅថតដូចគ្នាបងដែរភ្លាមៗបងអត់មែនយកទៅដល់ជាមួយការបងវាយយកទៅជាមួយនឹងឆ្មា Secret សោះជាម្ដាយគុំស្តាន់ជាប់អត់នេះគុំVincent មានខ្លួនណាសោះជាម្ដាយបាយបិទមកនោះភ្លេចទៅបាត់គេឲ្យឡងឲ្យគាត់ព្រឹងទុកទៅគេឲ្យឡងwell
ហើយមិនបានសតខោໄວឡើយហ្នឹង សមាជិក2រូបអាចនឹងទប់ជាប់ដែរទេជាមួយនឹងសមាជិករបស់ខាងធីមវ៉ាឡាមានការស្គីពូយកតែម្ដងមាននាងក្រៅមកម្ដងខែមកបែវទៀតដូចគ្នាដែរចាប់គួរជាប់ជួយនឹងក្រាមដតបាញ់យកពីសោជាមួយការលោតទៅកាប់យកតែម្ដងកាប់យកមិនต้องកាប់អត់ឈឺទេជួយការកាប់គ្រានណូ អាយជីពីទី មាននាងកាត់ម្ដងទៅគ្នាមកដែរជាមួយការបុកវាយទៅលើឆ្មាយកតែម្ដងបាត់បោជាមួយឆ្មាលោតស្កៃពីសចេញមក secret មានជីវិត2តែជីវិត2ទៀតដូចគ្នាមកដែរជាមួយ double kill mistake លៀមសល់ដេញបាញ់រែជាបន្តទៅលើដាក់សាច់បាញ់ចុកខ្លាំងមែនបាញ់ស្តានមួយជាប់មីនាងអត់ទាន់ clear ក្រាមគាត់ក៏មកដល់ជាមួយការ clear មីនាងសិនដូចគ្នា តិចលួចពាក់ Demon Hunter ប្រហែល អត់ប្រហែលលោតមកហ្មងមិញ ហ្នឹងគេពាក់ លោតមែនមិញ លោត ល្អដែរគេមីពាក់បាន គេពាក់បានដែរមាញ់ basic តា យ៉ាការដេញវាយដេញជុលដេញគប់ដេញចានដូចគ្នាមកដែរ គាត់ពាក់អញ្ចឹងដោយសារមាន veteran Uranus ហ្នឹងអាហ្នឹងគេលួចពាក់អញ្ចឹងដែរ យកឈាម enemy ធ្វើជា damage ល្អ ហ្នឹងពាក់លួចមួយហ្នឹងលួចអាហ្នឹងមួយ item physics អូក្រាមក៏ចាំងក៏ អើយយោ អូយ flicker បាត់ពីណាចា អត់ flick ឯងឡតនេះអាចដាក់រៃហ៊ានលេងព្រោះដោយសារគាត់ដឹងថាណាចាមាន flick ទេអញ្ចឹងបើបុំ lock គឺអាចដកណាចាចេញមួយទៀត តែពិបាកនិយាយរួមប្រើតែក្រាមក៏មួយទៅ lock ទៅលើឆ្មានៅតែមានឱកាសនៅក្នុងការរត្រី ហ្នឹងហើយ កម្មពិតទៅបើអញ្ចេះអត់បើសិនជាគាត់ដូរ target គ្នាវិញក្ប៊ីឲ្យដាក់ខ្សែ front line ដដែលតែក្រាមគាត់មិនបាច់បុក surprise គេចាំបុំអ្នកលោតធ្វើវិញក្រាមគាត់ចាំ sell ទៅលើការតតពី secret ទៅលើដាក់ខ្សែវិញយ៉ាចឹងល្អតា ចឹងល្អជាងបាទអញ្ចឹងល្អជាងក្រកចាំ sell ហ្មង ហ្នឹងហើយល្អតា អាចចាំ sell ហ្មងអាចជាជំរើសល្អជាងព្រោះបុំមានការ ជំរើសជាងហ្នឹងឯង ព្រោះធ្វើអត់ចេញទេឥឡូវបើសិនជាយកក្រាមគាត់ចំណាយ ultimate បុក surprise គេពេល secret តតដាក់ខ្សែចេញពី objective ធ្វើអត់ចេញហ្មងអត់ចេញអត់មានជួយ ឥឡូវសំខាន់ដាក់ខ្សែនៅក្រោម level ឆ្មាណាឆ្មា level 15ថ្ងៃណា Yes lot spawn lot មួយនេះ Dark Rai e-sport ហ៊ានលេងដែរទេបាយស្រូបឬក៏បាយទាភ្លាម lot spawn មកដូចគ្នា ខមអីអត់ទៅខម ហ្នឹងហើយ ខមអើយ ស្រួលណា ហើយបាត់ តែមានអារម្មណ៍ថា Vincent គប់ SOD ទៅអត់សូវត្រូវមកទេដូចខុសច្រើនណាយេគប់ភាគរយគឺគាត់គប់ខុសច្រើនមែនតែពី Vincent បាទ lot dance 3k លេខតិចតួចទេ ហេតុអត់មានតាន់ជាមួយនឹងបាសៀណាបាសៀគប់កាត់ឈាម ខ្ញុំគិតថាសូគូមាន win net ឆើតែអញ្ចឹងបាក់លេងមួយ Vincent ចេញឲ្យដឹងមិញ Vincent ចាញ់តា Vincent លោតមកគាត់បាក់ទុកមែនទេ យេ នេះនៅហេតុធ្វើការទូទាយ top 4 នៅ regular season ដើម្បីមានឱកាសឈ្នះជាមួយនឹង4រង្វាន់បាទ Infinite Note 50 Pro Note 60 Hot 60 Hot មិញមិនមែន50 Pro ទេ Hot 60 Pro អើយបោះកាន យ៉ាមក អត់ទេត្រឡប់ប្រើ Note series បងញ៉ាញ់អី C Herbert គាត់យក Win net ឆើទេ បាទ C Herbert អត់យក Win ទេ ណាគេ Soul មិញឃើញពាក់ Win តា Win មាន ហើយលោកវិជើងឯងលោកវិជើងឯងជា C Herbert ហ្នឹងលោកវិជើងយ៉ា គាត់មានណា9-0នោះ ហ្នឹងហើយមានអី80 stage ស្កៃនេះហូលចុះហូលឡើងមិនសិន full IP មិនសិនវាយបានណា គប់ច្រើនជាប់ចាប់ចោលជើងអត់បានទេគប់ឈឺណាបាញ់ឈឺណាមិញ stick តែសារតែគាត់គិតថាមានណាចាចាំផុកទៅណាចាផុកគេអត់ដល់ណាយ៉ាមិញបើមើលមិញប្រហែលផុកហ្នឹងគឺអត់ដល់ហ្មងតែអត់ត្រូវទៀតអត់ដល់គេក៏អត់ត្រូវដែរ delay យូបើយ៉ាងនិយាយពីការ delay នេះអត់ចំណេញសម្រាប់វ៉ាឡានណា យ៉ាបុកហេតយកហេតអល់ទី1បោះវល់ដកថយសិន អត់ចំណេញខ្ញុំមានអារម្មណ៍ថាអត់ចំណេញដល់ពេលដែលហូលគឺ Vincent សង្ងំពឹសយកលុយហ្នឹងទទួលស្គាល់ដាច់ពីផ្លូវមាន pressure តែមាន Vincent ចាំទុកអញ្ចឹងអ្នកចំណេញគឺ Vincent ហ្នឹងហើយបើឱកាស Vincent លុយសុទ្ធ តាំងខ្លួនជាតារាណា តាំងខ្លួនធ្វើជាព្រះហើយសង្ងំលួច ឥឡូវអត់ចំណេញណាចាបានផុកគេណា អត់ចំណេញទេហូលយូគេដាក់អ្នកចំណេញវិញ ក្រាមក៏ចាយទាត់យកអស់ដៃហ្មងអស់ដៃបែស្តាអូមិញស្គីមួយដែរ តផាស៊ីលទៀតនោះ តដល់តផាស៊ីលសអ៊ីមញូចូលបុកវាយសម្រាប់ចិត្តពីដាក់ Rai e-sport លៀមនៃការជួយ ultimate បាញ់ RT ចាប់ជើងជាប់តែមិនតង់ទៀតដូចគ្នាមិនដែរផុកលើ head ប៉ុន្តែផុកលើ head នៅ region ឈាមឡើងមកវិញដែរ តែ head ប្រយ័ត្នយ៉ាង damage របស់ stick ដែរស្គាល់គេមានលុយមានអីដែរណា គេក្រែលគេយក Demon Hunter បាញ់ចុកដល់អាយ៉ា Oracle ចេញពី head ដូចគ្នាអញ្ចឹងការជំនួយឈាមរបស់គាត់កាន់តែឡើងកាន់តែច្រើន ទៅមួយជើងទៀតចេញឈូ សិននេះគេអស់ហើយ ចេញ map ចេញអីហើយហ្នឹងចេញ map 5នេះឲ្យគេទៅអូ Vincent farm ចេញ អូយដាក់ខ្សែឆ្លៀតបើក map ឲ្យទៀតមិញវាចិនដូចគ្នា hole ដូចគ្នាបាទតែដូចនិយាយយ៉ាងអ្នកចំណេញគឺនៅតែ Vincent គេទៅទៀត បាទគេទៅព្រោះចេញ map 5នេះហ្នឹងគេខ្លាចមុនហ្នឹងអត់ចេញ map ដោយសារបាត់ឈូបាត់ Granger តែឥឡូវគេក្រាមគាត់បើក map ឲ្យហ្នឹងឥឡូវទៅវិញទៅមក4អ្នកនៅតួបាត់ map ជាមួយ secret ក៏គេនៅហ៊ានលេងដែរព្រោះ secret អ្នកឯងទេហ្នឹងហើយបាទ secret អ្នកឯងទេមក secret វាយវិញអូក្លុកអត់ឲ្យគប់ SOD ទេបាទតែនិយាយមែនដាក់ខ្សែហ្គេមនេះគាត់ពាក់ Guardian ហ្នឹងល្អ map 4
ហ្នឹងហើយ អើយអស់ហើយក្បែរហើយ អស់ គេ បា បាយ ត់ បណ្ដោយលោកអើយតែគប់ស្អី ពីអាទីបា អ ត់ ត់ទេគាត់មកចិត្តគ្នាគាត់មកចិត្តគ្នាអាចលេងបាននៅ still 10លេង បែរចឹងគេបែរដែរគេបែរបាយ គេ នេះ បែរគេបែររយមនុស្សហើយ អូយដាក់ខ្សែអើយ អស់អាទី3អាល់តមែតបាត់ហើយអស់3អាល់តមែតបាត់ យ៉ា reset ដាក់ខ្សែ reset សិនណាឡូហើយ សែនមិនតន់ អត់ទេតន់ អូតែគេមើលឃើញយ៉ាត់គេបាយ គេបាយហ្នឹងហើយនេះគេបុកបាយមនុស្សហើយគេបុកបាយមនុស្សហើយលៀមជាប់បាក់ក្រៅវិញមុនបុកអាល់តមែតជាប់3រត់តែជិតជិះវាយនៅគ្នាមកដែរមានការបាញ់ទៅលើ head អាចគ្រោះថ្នាក់ head យ៉ាងមិនដែរបាត់បង់ជំរឿមួយ secret shot ជាម្ដាយទៀត Oh my god ឆ្មាបាត់បង់ជំរឿឆ្មាបាត់ហើយលៀមជំរឿទឹកដៃ Sky Piercer បាញ់ស៊ីពេញពេញ map ដូចគ្នាមកដែរ Soul ក៏មានការលោដូចគ្នាប៉ុន្តែ Soul ក៏មានជំរឿ2 secret ក៏មានជំរឿ2ដូចគ្នា បាត់បង់ EXP និងចាញ់ goal ដូចគ្នា reset ដូចគ្នាបាទ game នេះគឺអត់តែទេបើនិយាយទៅគឺអត់តែយកហ្មង ស្មើសាច់ដូចគ្នា បាទស្មាតសាច់ដូចគ្នាណាមួយដូចបាននិយាយនៅពេលដែលគាត់ hold មកមិញហ្នឹងប្រហែលជា hold 1នាទីជាងចង់2នាទីអ្វីដែលការ hold ហ្នឹងគឺគាត់គិតថាចំណេញមាន pressure តែគាត់គេមាន Vincent ក្នុងការទប់ដែរអញ្ចឹងគាត់ហៅថា hold ទាំងណាចាបានផុក damage គេ free farm វិញ អត់ចំណេញហ្នឹងហើយឥឡូវ គេ free farm វិញ អីយ៉ា ណាចាប្រហែលតែស្គៀចោលអត់ត្រូវគេនឹងចាត់ចេញមកឲ្យផោក ហ្នឹងហើយ ប៊ុំអាចមួយទៀតទេបើសិនជាគាត់ពាក់ចេញ blot វិញហើយគាត់លួចជាមួយនឹងនេះយកហ្មង Winter Crown យកហ្មងដើម្បី bet ទៅលើ soul យកហ្មងដក soul ចេញពី fight soul ដកផុតគាត់ចុចកកយកហ្មងមិនសិនជាគាត់ចង់ delay ហ្នឹងហើយ បាទអាច ទី ជា មួយ ច្រើនល្អ បាន delay ឲ្យគ្នាគាត់មកជួយគាត់បែកអត់គាត់ អញ្ចឹងគាត់ចេញ blot វិញហើយលួចជាមួយនឹង Winter Crown យកហ្មង ដាក់ខ្សែគូណាពាក់ Guardian ហើយម៉ែល្អនេះបើគេផោករហូត Guardian ហើយម៉ែជីមរើល្អមកមើលមានពាក់អត់អត់ អូប៊ុំគាត់ ពងពាក់ ប៊ុំគាត់យក Radiant មកចង់បាន Radiant ដាក់ខ្សែពងពាក់ Guardian ហើយម៉ែតពាក់ Guardian ហើយម៉ែបានទប់ជាប់បើមានឈៀវ Regen តែអញ្ចឹងមានអីទប់ ហ្នឹងហើយ ឆ្មាជាង Guardian បានដែរនោះ stick គួរតែពាក់អញ្ចឹងហ្មងបាច់ពាក់ឡើងឈានទេមិនគាត់ពាក់ឡើងឈានមកក្របតែបាច់ពាក់ Holy ចូល stand ជាប់បុកវាយយកតែម្ដងប៉ុន្តែមានការកិច្ចដូចគ្នាអស់2 Ultimate អូយមិនក្រាមគាត់ក៏អត់ចំណាយដែរខ្ញុំគិតថាបើសិនជាគាត់ចំណាយបុកមិនអាចដាច់ secret ព្រោះគាត់ដឹងថា secret មាន flicker ទេ តែជំ2ដែរ តែនៅតែចំណេញសម្រាប់គាត់ខ្ញុំគិតថាចំណេញហ៎បាទលោឡាប្រាប់ឲ្យថាខ្ញុំប្រាប់ឲ្យថាមីចូលអត់ជឿខ្ញុំទេ លោឡា Sport បាទភ្លាមឡតមានអត់តមានអាគេកេះគៀវទេ Vincent ទៅទៀតហើយ Vincent ទៅទៀតហើយ ឱកាស let game ចូលមកណាចាំមើលដាក់រ៉ៃអាចឆ្កេះ game នេះបានអត់ព្រោះ let game បើយើងមើលទៅ hero ដូចជាងតែមជាងគេដែរ បាទបាញ់ឆ្មាគាត់ពុះ លោកអើយ ឆ្មាបាញ់ពុះយកឈាមណាមិញ ដាច់3ផ្លូវដាច់2ផ្លូវទៅមាន pressure ខាងនេះនៅសល់តរ៉េតវិញទេ ចាំមិនកើតបើគេមាន Vincent ក្រាមគាត់ គេបាំង conceal គេបាំង map អូ conceal ហៅ map ហ៎ check map បាត់ map ឈូហ៎ ប៉ះឡត លៀមប៉ះឡតដែរទេឬក៏វាយមនុស្សបេតដែរទេឃើញមកហើយ Vincent ក៏នៅតែគ្នាមកដែរជាមួយការបុកវាយឆ្មាយកទៅម្ដងបូមហើយនៅគ្រូស្នាបាត់បង់ជាមួយដាក់ខ្សែមុនគេបាត់ហើយប៉ុន្តែហែកកំពុងក្លុកណែនៅ back line បុក ultimate ចុះ3ជិះវិញនៅចុះមកជើរតែជួយសាតគុកដូចគុកជាបន្តដូចគ្នាដែរ Vincent ហើយនៅគ្រូស្នានេះគ្នាជិញជីវិត2លក់តែដល់ជីវិត2ទៅសូលជីវិត2អត់មានគេចូលដល់សូលនោះទេសូលនៅតែបាញ់ព្រៃទៅលើបូមបាត់បង់ជាមួយបូមមួយដូចគ្នាមកដែរឆ្មាគួនចាប់ជាប់ពូដែរទេជីវិត2បាញ់មកទីគាត់យកដល់ភ្លាម Vincent នឹងជីវិត2ដូចគ្នាមកដែរមានការគេច2គ្រាប់បាច់បាត់បង់ Vincent ទៅបាត់ហើយសតតែ stick តែប៉ុណ្ណោះ stick នេះឯងยังไม่ได้តុំជាប់ឬជាប់កាក់ខៃបាញ់ទៅលើឆ្មាយកឡតច្រេញជាងអត់មានមីនៀនបុកទេអត់មានមីនៀនបុកទេអូ stick មិនថយផុតមកថយអត់ទេគេមាន Sky Piercer អូយខ្ញុំ អូឈ្មោះអប់ មានមកមានតតបាត់ secret គេចូលតតទេអត់មានតុបទេមកវាយចេះយកវាយចេះយកជួយជំនះមួយទៅ0 game 1 secure ពី Valhalla អូសុំអត់និយាយ